នៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញរួចមកហើយអំពីវិធីក្នុងការ sign in account Telegram ចូលនៅក្នុង Telegram Manager ដើម្បីយើងអាចធ្វើការទាញសមាជិកបានលុះណាដែលយើងធ្វើការ sign in account Telegram ចូលនៅក្នុង system ជាមុនសិនយើងពិនិត្យមើលនៅក្នុង account manager បាទយើងអាចចូលត្រង់ចំណុចនេះយើងឃើញថា account manager យើងមាន folder 3 folder ទាំង3នេះគឺជា folder ដែលយើងគ្រប់គ្រង account Telegram របស់យើងដូច្នេះក្នុងពេលនេះយើងមាន account Telegram ដែលបានធ្វើការ sign in ចូលនៅក្នុង system រួចរាល់ហើយបន្ទាប់ពីយើងធ្វើការ sign in រួចរាល់ហើយយើងអាចធ្វើការទាញសមាជិកចូលគ្រប់បានហើយឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញអំពីវិធីក្នុងការធ្វើការទាញសមាជិកចូលគ្រប់យើងអាចคลิกត្រង់ចំណុច add menu នេះដើម្បីចូលទៅក្នុងកន្លែងដែលយើងអាចធ្វើការគ្រប់គ្រងនៅចបដើម្បីធ្វើការទាញសមាជិកយើងคลิกនៅត្រង់ចំណុច folder account នេះហើយធ្វើការជ្រើសរើសនៅ folder ណាមួយដើម្បីយើងយក account Telegram ដើម្បីយកមកធ្វើការគ្រប់គ្រងការទាញសមាជិកដើម្បីយើងអាចធ្វើការទាញសមាជិកជាជំហានដំបូងនោះគឺយើងគួរតែរៀបចំនៅ group link ជាមុនសិនបាទខ្ញុំសូមធ្វើការបង្ហាញនៅក្នុង Telegram Manager យើងអាចធ្វើការទាញសមាជិកបានតាមរយៈ Public Group ឬមួយក៏ Private Group ដើម្បីយើងបានសមាជិកយកទៅដាក់នៅក្នុង group របស់យើងត្រូវតែមាន link ទាំងពីរប្រភេទនេះគឺ Public Group និង Private Group ខ្ញុំសូមធ្វើការបង្ហាញអំពីថាតើលក្ខណៈដូចម៉េច Public Group យើងមើលសង្កេតមើល link របស់វាមាន username នេះគេហៅថា username របស់ group ទាំងអស់នេះគេហៅថា link របស់ group Telegram group មានលក្ខណៈបែបនេះគឺជាលក្ខណៈ Public Group ហើយយើងអាច Public Group នេះយើងអាចsearch បាទខ្ញុំទៅការបង្ហាញយើងអាចវាចូលត្រង់ចំណុច search នេះយើងអាច search ទៅកាន់ group ទាំងនោះបានហើយយើងคลิกមកយើងឃើញថានេះគឺជាបានបង្ហាញត្រង់នេះមានន័យថា Public Group យើងអាច search បានយើងអាចឃើញ link របស់ group ទាំងអស់នោះនៅត្រង់ចំណុចនេះមានន័យថានោះគឺជា Public Group ដែលយើងអាចធ្វើការទាញសមាជិកនៅត្រង់ចំណុចនេះចូលនៅក្នុង group របស់យើងដែលយើងចង់ទាញហើយមួយទៀតគឺ private group ថា private group យ៉ាងដូចម្ដេច private group យើងមិនអាច search នៅត្រង់ចំណុចនេះឃើញទេព្រោះវាជា private អញ្ចឹងថា private group នោះគឺយើងសម្គាល់បានយ៉ាងដូចម្ដេចគឺ link របស់វាមានសញ្ញាបូកពីមុខនេះយើងធ្វើការ search វាហើយដើម្បីចូលទៅ public group បានអូខេខ្ញុំធ្វើការ save វានៅក្នុងខ្ញុំតែងតែ save វានៅក្នុងបន្ទាប់មកយើង paste វាចូល enter បាទយើងដើម្បី click link យើងអាចដាក់វាត្រង់ចំណុចណាមួយអញ្ចឹងទៅខ្ញុំដាក់ចូលក្នុង save message នេះហើយយើង click តាមធម្មតាគេផ្ដល់ link ឲ្យយើង public group private group គឺវាមាន link ដើម្បីយើងអាច click ដើម្បី join ចូលទៅម្ដងបើសិនបើយើងអត់មាន link ក្នុងការ join ទេគេមិនឲ្យ link យើងទេយើងអាចចូលទៅបានទេហើយយើងមានពេលដែលយើងមាន link ហើយយើងគ្រាន់តែដាក់វានៅត្រង់ save message នេះឬមួយក៏នៅត្រង់ចំណុចកន្លែងណាមួយយើងអាចធ្វើការ click វាទៅបាទវាចូលទៅកាន់ group នោះបានយើងឃើញ group មិនបានបង្ហាញអំពីusername អីទេហើយមួយទៀតខ្ញុំសូមធ្វើការបង្ហាញថាយើងអាចធ្វើការទាញ public group ក្តី private group ក្តីលុះណាដែល group ទាំងអស់នោះធ្វើការបង្ហាញត្រង់ចំណុចយើងឃើញថាមានការបង្ហាញmember សមាជិកកាលណាដែលមានការបង្ហាញសមាជិកដូចនេះមានន័យថា group ទាំងអស់នោះយើងអាចទាញសមាជិកទាំងនោះចូលនៅក្នុង group របស់យើងតែ group មួយចំនួននោះគឺ high member តើយើងសម្គាល់ group high member បានយ៉ាងដូចម្ដេចពីព្រោះ group high member នេះយើងមិនអាចទាញបានទេយើងមិនអាចយកព័ត៌មានរបស់សមាជិកបានទេ group high member នេះខ្ញុំសូមទៅកាត់បង្ហាញនេះ group high member បាទ
group 2 member នេះយើងសង្កេតថាពេលដែលយើងចូលមកក្នុង group ហ្នឹងវា public group ដូចគ្នាឬមួយក៏ private group គ្នាប៉ុន្តែគេមិនបង្ហាញ member ទេគឺយើងអ្វីដែលយើងឃើញនេះគឺជា admin និង owner តែប៉ុណ្ណោះនៅពេលដែលយើងយក group 2 member នេះយកទៅទាញយើងទាញអត់បានទេដោយសារតែ Telegram គឺធ្វើការរក្សាសិទ្ធិ privacy នៅព័ត៌មានរបស់សមាជិកទាំងអស់នោះនៅក្នុង group គឺបិទមិនឲ្យយើងអាចធ្វើការទាញទេមាន tool មួយចំនួនគេអាចទាញបានគេអាចទាញនៅ high member បានអញ្ចឹងទៅតាមពិត tool របស់ខ្ញុំ system របស់ខ្ញុំក៏អាចធ្វើការអនុញ្ញាតឲ្យធ្វើការទាញនៅ high member បានដែរប៉ុន្តែការទាញបាននោះ Telegram ដូចជាយើងមើលសង្កេតមើលមានសារឆ្លើយឆ្លងគ្នានៅក្នុង group ហ្នឹងគឺ Telegram ឲ្យទាញបានតែចំពោះសមាជិកដែលកំពុងតែចែកគ្នានៅក្នុង group នោះតែប៉ុណ្ណោះបើសិនមានការជជែកគ្នាច្រើនដូចថាឥឡូវ group នេះមានចូល 90000 ប៉ុន្តែមានការជជែកគ្នាមានប្រមាណ 1000 នាក់ 2000 នាក់អញ្ចឹងសារឆ្លើយឆ្លងគ្នាទាំងអស់នោះ Telegram អនុញ្ញាតឲ្យយើងទាញតែចំពោះអ្នកណាដែលកំពុងតែឆ្លើយឆ្លងគ្នានៅក្នុងនោះ 1000 នាក់គឺយើងទាញបានតែ 1000 នាក់ដែរអញ្ចឹងនៅក្នុង system របស់ខ្ញុំ Telegram Manager ក៏យើងអាចធ្វើការទាញ high member បានដែរប៉ុន្តែទាញបានតែចំពោះអ្នកដែលឆាតរកគ្នាតែប៉ុណ្ណោះអញ្ចឹងមានន័យថាជាទូទៅសមាជិកនៅក្នុងនេះអ្នកដែលមិនបានឆាតគឺមិនអាចបង្ហាញព័ត៌មានបានហើយ Telegram មិនអនុញ្ញាតឲ្យយើងទាញបានទេនេះគឺជាគោលការណ៍របស់ Telegram ហើយការទាញសមាជិកចូល group ដូចគ្នាយើងមាន group របស់យើងហើយយើងស្វែងរកនៅ public group ណាមួយដែលគេបើកជា public បន្ទាប់មកយើងយក link ទាំងអស់នោះយកទៅទាញសមាជិកប្រសិនបើគេមិនហាយមានន័យថាគេមិនបិទនៅ member ឧទាហរណ៍ឥឡូវខ្ញុំចូលនៅក្នុង group របស់ខ្ញុំបាទ group របស់ខ្ញុំនេះ group តខ្លួនរបស់ខ្ញុំអាចមើលឃើញព័ត៌មានសមាជិកតែបើសិនខ្ញុំហាយនៅត្រង់ចំណុច member នេះបាទ high member តាមពិត group របស់ខ្ញុំ high member ហើយអញ្ចឹងកាលណាដែល high member បែបនេះគឺមានន័យថា group ដូចខ្ញុំបានបង្ហាញខាងលើអញ្ចឹងគឺឃើញតែ admin ទេมันអាចឃើញសមាជិកបានទេហើយมันអាចទាញបានទេកន្លែងនេះគឺចំពោះ group ណាដែលគេរក្សានៅព័ត៌មានមិនចង់ឲ្យយើងទាញសមាជិកគេចូលទៅគឺគេបិទត្រង់ចំណុចនេះឯងអញ្ចឹងនោះគឺជាសិទ្ធិរបស់គេយើងមិនអាចទាញបានទេគឺ Telegram មិនអនុញ្ញាតទេដូចខ្ញុំនិយាយអញ្ចឹងគឺអនុញ្ញាតទាញបានតែចំពោះអ្នកសារចរាចរណ៍នៅក្នុងក្រុមនោះតែប៉ុណ្ណោះអញ្ចឹងយើងមិនអាចទាញហើយយើងមើលនៅក្នុងនេះខ្ញុំអាចមើលឃើញសមាជិកដោយសារតែខ្ញុំជា owner ជា admin នៅក្នុងក្រុមនេះយើងអាចមើលឃើញប៉ុន្តែសម្រាប់យើងមិនមែនជាម្ចាស់យើងអាចមើលឃើញទេអញ្ចឹងវាបង្ហាញតែចំនួនតែ admin តែប៉ុណ្ណោះអញ្ចឹងនេះបាទបង្ហាញតែប៉ុណ្ណឹងអញ្ចឹងយើងមិនចាំបាច់យកក្រុមនោះយកទៅទាញទេខ្ញុំក៏មិនបានបង្កើតនៅ function នោះដាក់ដើម្បីឲ្យមានភាពស្មុគស្មាញដែរអញ្ចឹងយើងស្វែងរក group ណាដែល public group ដើម្បីធ្វើការទាញហើយមិន high member បន្ទាប់ពីយើងរៀបចំនៅព័ត៌មានទាំងអស់នេះហើយគឺយើងអាចធ្វើការបញ្ចូលអូខេនៅត្រង់នេះគឺយើងបាន select យកនៅ account របស់យើងនៅត្រង់ folder ណាមួយដើម្បីយកមកទាញសមាជិកដើម្បីទាញសមាជិកបាននោះគឺយើងមាន link អូខេយើងធ្វើការបង្កើត job ជាមុនសិនបាទយើងបង្កើត job list នៅត្រង់ចំណុច job list នេះអូខេឥឡូវខ្ញុំធ្វើការឧទាហរណ៍អញ្ចឹងគឺខ្ញុំធ្វើការ copy group ដែលខ្ញុំចង់ធ្វើការទាញ group នេះគឺជា group public group ហើយយើងដាក់ចូលនៅត្រង់ចំណុច scrap group link scrap group នេះមានន័យថាគឺជា group មួយកន្លែងមួយដែលយើងអាចយើងធ្វើការទាញសមាជិកចូល group របស់យើងហើយយើងបញ្ចូលនៅព័ត៌មាន target group បាទ target group នេះសុំទោសបាទអញ្ចឹងខ្ញុំចូលយើងអាចធ្វើការវាយតែ username ក៏បានឬមួយក៏យើងដាក់ពេញ link ពេញក៏បានកន្លែងហ្នឹងយើងដាក់ link ពេញក៏បានយើងដាក់តែ username group ក៏បានអានេះ group របស់យើងគឺជា group ដែលយើង
យកសមាជិកពី group Skype ពី group ខាងនេះចូលមក group ខាងយើងនេះបាទបន្តមកទៀតយើងធ្វើការ add វានៅត្រង់ចំណុចនេះយើងធ្វើការ add group បាទយើង add Skype group នេះចូលនៅក្នុងតារាងនេះដើម្បីយើងរក្សាទុកនៅ link ទាំងអស់នោះក្នុងការធ្វើការងារtarget group ដូចគ្នាដែរយើងធ្វើការ add ចូលបាទពេល add ចូលវាធ្វើការបច្ចុប្បន្នភាពនៅចំនួនសមាជិកដែលមានបាទយើងធ្វើការមានយើងមាន public ដែលយើងត្រូវទាញយើងធ្វើការ add បញ្ចូលឲ្យច្រើនមកដូចជាឧទាហរណ៍ Skype group បាទនៅក្នុងពេលនេះយើងមាន2 group បាទយើងអាចបន្ថែមនៅtarget group private group យើងធ្វើការយក link ពេញក៏បានយើងយកតែ username នេះក៏បាន username វាគឺរួមទាំងសញ្ញាបូកនេះទៀតណាគឺយើងយកមកប៉ុន្តែសូមណាអូខេដាក់ឲ្យពេញអញ្ចឹងទៅ copy ឲ្យបានពេញអញ្ចឹងមកដាក់ចូលមកកុំឲ្យវាសាំញ៉ាំតោះមកយើង add ចូលក្នុងនេះយើងមាន3 group អូខេអញ្ចឹងយើងមាន target group ដែលយើងធ្វើការទាញសមាជិកហើយ group ដែលយើងធ្វើការច្រោះយកសមាជិកដើម្បីបញ្ចូលខ្ញុំហៅថា target group ជា group ដែលយើងត្រូវតែបញ្ចូលសមាជិកហើយ Skype group ជា group ដែលយើងច្រោះយកសមាជិកដើម្បីដាក់ចូល group របស់យើងបន្តមកទៀតយើងធ្វើការ click ជ្រើសរើសនៅ group របស់យើងបាទខ្ញុំធ្វើការ click នៅ group public group ហើយ group នេះ2 group បន្ទាប់មកយើង click នៅ target group បាទនេះគឺយើងធ្វើការជ្រើសរើសយើងអាចមាន group ជាច្រើនយើងបញ្ចូលមកទុកមកដើម្បីយើងអាចងាយស្រួលក្នុងការធ្វើការងារនៅពេលក្រោយបន្ទាប់ពីយើងធ្វើការជ្រើសរើសហើយយើងត្រូវការបង្កើត job list job អញ្ចឹង job នោះគឺជាអ្វី job នោះគឺជាការ configuration នៅការរៀបចំនៅការងាររបស់យើងដើម្បីឲ្យយើងងាយស្រួលក្នុងការងារធ្វើការទាញសមាជិកយើងកំណត់នៅ configuration ផ្សេងៗហើយ job ទាំងអស់នោះយើងធ្វើការ run job ដើម្បីធ្វើការទាញសមាជិកដើម្បីយើងបង្កើតការងារយើងមានភាពងាយស្រួលទៅលើក្រោយយើងប្រើប្រាស់ job យើងធ្វើការ config បាទយើងធ្វើការឥឡូវនេះយើងធ្វើការជ្រើសរើសបាទជ្រើសរើស2 group មានន័យថាវាចប់ group 1ទាញសមាជិកអស់ group 1វាចូល group 1គឺធ្វើឲ្យយើងងាយស្រួលក្នុងការងារគ្រប់គ្រងកុំឲ្យយើងទាញអស់សមាជិកអីចឹងលំបាកអញ្ចឹងយើងដាក់ចូលមកច្រើនមកពី3 group អញ្ចឹងមកវាចប់ពី group អស់ពី group 1យើងចូល group 1អញ្ចឹងទៅបន្ទាប់មកទៀតtarget group របស់យើងនេះដាក់ចូលមកហើយយើងមើលអំពី configuration នៅត្រង់ចំណុចបាទ all user នេះខ្ញុំសូមធ្វើការបង្ហាញថាបើសិនយើងជ្រើសរើស all user មានន័យថាយើងធ្វើការទាញយើងច្រោះយកសមាជិកទាំងអស់ចេញពី Skype group នេះចូលនៅក្នុង target group របស់យើងតែប្រសិនបើយើងចង់ធ្វើការជ្រើសរើសថា current online នេះគឺជា user ដែលកំពុងតែធ្វើការ online នៅក្នុងគណៈនេះអញ្ចឹងគឺ user ដែលក្នុងធ្វើការ online នៅក្នុងគណៈនេះគឺមានន័យថាប្រហែលម៉ោងមុននេះអញ្ចឹងណា2ម៉ោងមុន3ម៉ោងមុនហើយទាំងកំពុងតែ online គឺយើងធ្វើការទាញយកតែចំពោះ member ទាំងអស់នោះយើងប្រសិនបើយើងចង់បាន user ដែលកំពុងតែ online ភ្លាមៗនោះគឺយើងជ្រើសរើសត្រង់ចំណុចហ្នឹងទៅបាទ currently online ហើយប្រសិនបើយើងធ្វើការជ្រើសរើសបាទត្រង់ចំណុច user មានន័យថាសមាជិកនៅបាទ within a few day មានន័យថា 2-3 ថ្ងៃក្នុងចន្លោះ 2-3 ថ្ងៃមុននេះបាទកំឡុងមានន័យកំឡុង 2-3 ថ្ងៃមុននេះមកអាហ្នឹងណាគឺ within a few day អញ្ចឹងបើយើងคลิกត្រង់ចំណុចហ្នឹងគឺយើងជ្រើសយកតែសមាជិកដែរ ព
ប្រហែលថ្ងៃមុននេះមកតែប៉ុណ្ណោះហ្នឹងមកដល់បច្ចុប្បន្នlast 7 day last 7 day គឺជាសមាជិកដែលបានអនឡាញក្នុងកំឡុងពី7ថ្ងៃមុនរហូតមកដល់ថ្ងៃនេះនេះគឺមានន័យអញ្ចឹងហើយ within 30ថ្ងៃ 30 day មានន័យថាសមាជិកដែលអនឡាញចាប់ក្នុងកំឡុង30ថ្ងៃនេះបាទក្នុងកំឡុង30ថ្ងៃនេះគឺ30ថ្ងៃមុនមករហូតមកដល់ឥឡូវនេះគឺកំឡុងហ្នឹងគឺយកមកទាំងអស់បាទអញ្ចឹងខ្ញុំធ្វើការជ្រើសរើសបាទwithin a few day ហើយត្រង់ចំណុចនេះគឺជាចំណុចមួយដែលសំខាន់បាទ default នេះគឺ male and female បាទ male and female មានន័យថាយើងអាចធ្វើការច្រោះសមាជិកដែលអាចជ្រើសរើសភេទបានបើសិនបើយើងយក male and female គឺមានន័យយើងយកទាំងពីរភេទប៉ុន្តែបើសិនបើយើងយកតែ female ទេគឺមានន័យថាគឺ system នឹងធ្វើការ select យកតែមនុស្សស្រីតែប៉ុណ្ណោះហើយនៅត្រង់ចំណុចgender filter នេះបាទនៅក្នុងចំណុច consider នេះមានន័យថា70%នេះគឺមានន័យថាការវិតម្លៃព្រោះ system ធ្វើការវិភាគទៅលើ profile របស់សមាជិកនីមួយៗគឺបើនិយាយរួមទៅ Telegram មិនផ្ដល់ឲ្យយើងនៅភេទស្រីឬមួយក៏ភេទប្រុសទេអញ្ចឹងពេលដែលយើងស្នើទៅកាន់ Telegram ដើម្បីទាញសមាជិកគឺផ្ដល់ឲ្យតែសមាជិកទាំងពីរភេទមកតែម្ដងមិនបានធ្វើការកំណត់ថាប្រុសឬមួយក៏ស្រីឡើយអញ្ចឹងនៅក្នុង Telegram Manager របស់យើងមាន system មួយដែលមានមុខងារធ្វើការវិភាគទៅលើ profile ដែលយើងប្រើនៅរូបមន្ត AI ធ្វើការវិភាគអញ្ចឹងបើ profile នោះដាក់មុខមនុស្សស្រីគឺមានន័យថាយើងវិភាគឃើញថាស្រីគឺយើងទាញទោះបីជា account នោះឬប្រុសក៏ដោយតែបើសិនវាគាត់ដាក់ profile ស្រីគឺមានន័យថា system នឹងវាតម្លៃថាស្រីហើយវាតម្លៃនោះគឺវាតម្លៃទៅលើកម្រិតនៃរូបភាពទៅលើ profile ទាំងអស់នោះប្រសិនបើយើងយក 70% មានន័យថាភាពលំអៀងរបស់វា70% 30% អញ្ចឹងបើសិនជាយើងយក 100% មានន័យថាកម្រិតលំអៀង0 70% 90% កម្រិតលំអៀងគឺ 10% អញ្ចឹងគឺវាធ្វើការវាតម្លៃបើសិនជាវាតម្លៃថារូបហ្នឹងប្រហែលជាស្រី 90% គឺវា select យកកន្លែងហ្នឹងអញ្ចឹងគេតាមធម្មតាគឺ default 70% គឺគ្រប់គ្រាន់ក៏មានភាពលំអៀងខ្លះដែរវាអាចដោយសារតែការវិភាគទៅលើមុខមាត់នោះបើសិនបើរូប profile នោះវាស្តៀងប្រុសស្តៀងស្រីគឺវាធ្វើការវាតម្លៃទៅតាមហ្នឹងអញ្ចឹងយើងយក 70% នោះក៏សមរម្យបើសិនបើយើងយក 100% គឺភាពចន្លោះរបស់វាលំអៀងទូចអញ្ចឹងតែក៏វារៀងយូរក្នុងការធ្វើការវិភាគដែរវា random វាប្រើរយៈពេលប្រហែល second ក្នុងមួយរូបក្នុងការធ្វើការវិភាគបើយើងយកកម្រិតច្បាស់គឺ 100% នេះគឺអាចនឹងរៀងយូរបន្តិចតែបើយក 70% ភាពលំអៀងរបស់វាក៏តិចតួចដែរទេអញ្ចឹងណាហើយក៏វាសមរម្យអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស 70% បន្ទាប់មកទៀតនៅត្រង់ចំណុចtime sleep នេះយើងអាចមិន config ក៏បានឬមួយក៏យើងវាចូលក៏បានបាទបើយើងយក default យើងមិនចាំបាច់វាចូលទេ default វាអាចទៅតាមអ្វី system ដែលខ្ញុំបានកំណត់ខ្ញុំអាចកំណត់ថាពី9ទៅ13អញ្ចឹងទៅពី default នៅក្នុង system តែវាមានការប្រែប្រួលដែរប្រសិនបើខ្ញុំពិចារណាថា sleep time នេះគឺយើងធ្វើការប្រែប្រួលយើងប្រែប្រួលតែបងប្អូនអាចមានសិទ្ធិក្នុងការធ្វើការវាចូលដល់ខ្លួនឯងបានសូមបញ្ជាក់ថា sleep time នេះគឺរាល់ពេលដែលយើងទាញសមាជិកម្ដងយើងធ្វើការ sleep ម្ដងយើងអត់ទាញញាប់ពេកទេដើម្បីឲ្យវាមានការសម្រាកខ្លះបើសិនបើយើងទាញញាប់ពេក Telegram ធ្វើការ limit យើងអញ្ចឹងមានន័យថាយើងដាក់3ទៅ9នេះគឺមានតែទាញសមាជិកមួយវាសម្រាក random ពី4 second អញ្ចឹងទៅដល់9 second ពីចន្លោះពី3មក9វាធ្វើការ random វាធ្វើការផ្លាស់ប្ដូរវាដើម្បីឲ្យវាមានលក្ខណៈ smooth កុំឲ្យ Telegram ធ្វើការ limit យើងអញ្ចឹង
ត្រង់ចំណុច max add count នេះគឺមានន័យថាជាចំនួនដែលយើងធ្វើការទាញបើសិនបើយើងដាក់4នេះគឺមានន័យថាក្នុង account មួយយើងទាញគឺ4នាក់បាទសូមជំរាបផងដែរថា Telegram មិនអនុញ្ញាតឲ្យយើងធ្វើការទាញសមាជិកច្រើនក្នុងមួយថ្ងៃនេះបានច្រើនទេតាមធម្មតាវាអាចឲ្យយើងទាញ15នាក់20នាក់អីចឹងទៅណាហេតុអីបានជានៅក្នុងត្រង់នេះខ្ញុំថា8 maximum ដែលយើងគួរតែដាក់នោះ8ចំនួន8នាក់ក្នុង account មួយនេះគឺអាចជាចំនួនសមស្របមួយដើម្បីឲ្យថាការថែរក្សា account របស់យើងឲ្យមានសុខភាពល្អបើសិនបើយើងដាក់20នាក់Telegram អនុញ្ញាតឲ្យយើងទាញបាន20នាក់ដែរតែយើងអាចទាញ2 link ម្ដង10មួយ link 10មួយ link 10ហើយក៏មិនបានទាញរាល់ថ្ងៃដែរទាញថ្ងៃហ្នឹងសាច់ឡើងសម្រាប់យូរ2ថ្ងៃអីចឹងទៅបានអាចទាញបានទៀតអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យយើងក៏ខាតពេលដែរហើយធ្វើឲ្យយើងជួបនឹងការ limit ពីព្រោះថា account ទាំងអស់នោះក៏មិនមានន័យថាយើងត្រូវទាញបានមួយថ្ងៃ20នាក់ទេ Telegram ឲ្យយើងសម្រាប់មួយថ្ងៃ2ថ្ងៃយើងទៅទាញបាន20នាក់ទៀតហើយទៅតាម link គ្រប់ទៀតអញ្ចឹងវាស្មុគស្មាញអញ្ចឹងខ្ញុំសូមធ្វើការឲ្យតម្លៃមួយគឺមួយថ្ងៃយើងទាញតែ8នាក់ទេអញ្ចឹង8នាក់នេះគឺសមរម្យតាមលក្ខណៈធ្វើការ summate តម្លៃ8នាក់ក្នុង account មួយក្នុងមួយថ្ងៃនេះធ្វើឲ្យ account អាចទាញបានច្រើនហើយយើងត្រូវទាញ2ដងលើកទី1គឺ4បន្ទាប់មកទៀតយើងរ៉ាន់ម្ដងទៀតមានន័យថាមួយថ្ងៃយើងរ៉ាន់2ដងយើងរ៉ាន់ជាប់ហ្នឹងពេលយើងបង្កើតជាប់ហើយយើងរត់វាទៅបាន4នាក់ក្នុង account មួយទាញបាន4នាក់បើ100 account ក៏អាចទាញបាន300-400អ្នកអញ្ចឹងដែរ300អ្នកជាងអីចឹងដែរយើងទាញហើយយើងសម្រាកបន្តិចទៅយើងធ្វើការចាប់ផ្ដើមទាញមួយសាទៀតអញ្ចឹងណាមានន័យថាមួយថ្ងៃយើងទាញ2ដងលើកទី1យើងទាញ4បន្ទាប់សម្រាកប្រហែលនាទីអញ្ចឹងទៅយើងទាញ4ទៀតទៅនេះគឺជាវិធីដែលប្រសើរដើម្បីកុំឲ្យ Telegram limit យើងពីព្រោះថាបើសិនបើយើងដាក់8នាក់តែម្ដងជាទូទៅនៅពេលដែលទាញបាន5នាក់វាធ្វើការ limit យើង7នាទី10នាទីទៅតាម account ខ្លះ1ម៉ោង2ម៉ោងអញ្ចឹងធ្វើឲ្យយើងខាតតែបើសិនបើយើងដាក់4រត់4អត់ limit យើងទេវាទាញ4អញ្ចឹងទៅល្មមរបស់វាអូខេឈប់សម្រាប់មួយសន្ទុះយើងទាញមួយសាទៀតអញ្ចឹងយើងសូមដាក់4ត្រង់ចំណុចនេះគឺជាចំណុចដែលយើងធ្វើការវាយនៅaccount បាទយើងយក50ឥឡូវខ្ញុំសូមធ្វើការយក20សិនយើងអាចដាក់50ក៏បានអីក៏បានតាម account ដែលយើងមានបាទអញ្ចឹងយើងអាចវាយលេខតួលេខចូលត្រង់ចំណុចនេះឬមួយក៏យើងអាចវាយថាអូខេយកពី10 account ទី10ដល់ account ទី30បាទយើងអាចធ្វើការវាយអញ្ចឹងក៏បានយើងអាចចោះអញ្ចឹងក៏បានឬមួយក៏យើងធ្វើការ select អញ្ចឹងទៅ select account មួយណាដែលយើងចង់បានយើងអាចធ្វើការ select បាទ select យើងឃើញទទួលលេខឡើងត្រង់ចំណុចនេះមកគឺយើងអាចវាចូលតួលេខ20អីអញ្ចឹងទៅបាទខ្ញុំធ្វើការ20ចំណុច proxy នេះខ្ញុំមិនទាន់ធ្វើការបង្ហាញទេគឺយើងអាចភ្ជាប់ proxy ដើម្បីធ្វើការទាញសមាជិកធ្វើឲ្យ account របស់យើងនៅប្រើប្រាស់នៅច្រើនតំបន់ផ្សេងគ្នាគឺគេចផុតពី spam ប៉ុន្តែខ្ញុំនឹងបញ្យល់នៅវីដេអូផ្សេងអំពីពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ proxy នៅត្រង់ចំណុច street number នេះ straight number នេះគឺជាកន្លែងមួយដែលយើងធ្វើការប្រើប្រាស់នៅCPU របស់យើងតើយើងប្រើប្រមាណ straight ហើយ CPU យើងអាចមានច្រើន core អញ្ចឹងទៅបាទត្រង់ចំណុចនេះ CPU របស់ខ្ញុំមាន6 core ស្មើនឹង12 processor មានន័យថាអាចរត់យ៉ាងស្មូត12 straight កន្លែងហ្នឹងតែយើងអាចជាធម្មតាយើង12 straight 12 processor នេះយើងរត់បានប្រសើរប៉ុន្តែយើងអាចដាក់20 straight អីចឹងទៅ20 straight មានន័យថាវារត់ពេញកម្លាំងរបស់វាគឺតែ12 processor ទេប៉ុន្តែវាបណ្ដាក់គ្នាអញ្ចឹងណា20នេះគឺ20វារត់ទៅទាំង20តែម្ដងវារត់
20គឺយើងប្រើនៅ processor យើងទាំងអស់ CPU របស់យើងមានច្រើន processor អញ្ចឹងយើងដាក់20 straight អញ្ចឹង processor រត់មានប្រមាណគឺយើងយកប្រើទៅ20បើយើងមាន20 processor វារត់ទៅ20 processor ប៉ុន្តែខ្ញុំមានតែ2ទៅ10ទេអញ្ចឹង2ទៅ10 processor រត់ទៅព្រមគ្នាវាគិតម្ដង2ទៅ10អញ្ចឹងឲ្យ application របស់យើងរត់ទៅទាំង12 processor ហើយមាន straight ដែលរងចាំនោះគឺ20អញ្ចឹងមានន័យថាយើងរត់ម្ដង20 account ព្រមគ្នាបើសិនបើយើងដាក់មួយអញ្ចេះមានន័យថា account របស់យើងមាន20ប៉ុន្តែវារត់មួយចប់ចូល1ទី2 account ទី3ទី4អីចឹងទៅមានន័យថាបែបនេះតែបើសិនបើយើងដាក់20ដែរមានន័យថារត់ម្ដង20 account ទៅតែម្ដងអញ្ចឹងវាបែងចែក processor ក្នុងការធ្វើការងារហើយ processor យើងទាំងអស់នេះគឺរត់ធ្វើម៉េចឲ្យបាន20 straight 20 account ហ្នឹងអញ្ចឹងធ្វើឲ្យការងាររបស់យើងលឿនកន្លែងហ្នឹងបើយើងដាក់50 CPU យើងអាចរត់បានច្រើនណាស់យើងដាក់50 straight អញ្ចឹងទៅកន្លែងហ្នឹងមានន័យថា processor យើងទាំងអស់មានប្រមាណគឺយកទៅប្រើទៅទាំងអស់ហើយចែក straight គ្នាក្នុងការប្រើនិយាយរួមទៅ straight number នេះគឺជាចំនួន account ដែលយើងរត់ព្រមគ្នាកន្លែងហ្នឹងយើងដាក់20រត់ម្ដង20បើយើងដាក់10រត់10ចប់10ចូល10ទៀតព្រោះយើងមានទាំងអស់20 account បាទហើយនៅត្រង់ចំណុចនេះ by character មានន័យថាយើងធ្វើការទាញ method ដែលយើងធ្វើការទាញសមាជិកនោះគឺយើងទាញតាមលក្ខណៈ character នៅតួព្យញ្ជនៈចាប់ពី A ដល់ Z ចាប់ពីកដល់ អបើសិនបើយើងដាក់ default យើងនឹងធ្វើការទាញ A រហូតដល់ អអញ្ចឹងខ្មែរយើងព្យញ្ជនៈសមាជិករបស់យើងគឺផ្ដើមឡើងដោយឈ្មោះ A B C D រហូតដល់ Z អញ្ចឹងទៅឬមួយក៏ផ្ដើមឡើងដោយកខរហូតដល់អអញ្ចឹងទៅបាទយើងធ្វើការទាញតាម character នៅត្រង់ចំណុចនេះគឺអនុញ្ញាតឲ្យយើងធ្វើការជ្រើសរើសឧទាហរណ៍ថាឥឡូវខ្ញុំចង់ក្នុងក្រុមមួយវាមានច្រើន10000អ្នកអញ្ចឹងទៅអញ្ចឹងយើងធ្វើការទាញពី A រហូតដល់D អញ្ចឹងទៅបាទទាញពី A ដល់ D មានន័យថាទាញ A B C D តែប៉ុណ្ណោះចំពោះ user ណាដែលមានផ្ដើមឡើងដោយតួព្យញ្ជនៈ A B C D ដើម្បីអីគឺក្នុងន័យដើម្បីកុំឲ្យជាន់គ្នាណាអញ្ចឹងនៅក្នុងចបហ្នឹងគឺយើងយកតែប៉ុណ្្នឹងទេហើយបង្កើតចបទី2យើងយកផ្សេងទៀតអញ្ចឹងទៅមានន័យថាយើងព្យាយាមយកក្រុមហ្នឹងដាក់នៅក្នុងក្រុមនោះក្រុមរបស់យើងកុំឲ្យវាជាន់គ្នារបៀបម៉េចឥឡូវនេះthe shop ក្រុមរបស់យើងហើយនេះគឺជា public group អញ្ចឹងយើងចង់បានក្រុមហ្នឹងដាក់នៅក្នុងក្រុមនេះតែចំនួនសមាជិកនេះទេហើយយើងយកសមាជិកដែលមានឈ្មោះផ្ដើមឡើងអក្សរផ្សេងនោះដាក់នៅក្នុងក្រុមផ្សេងដើម្បីកុំឲ្យជាន់គ្នាយើងញែកមានន័យថាយើងញែកសមាជិកដាក់នៅក្នុងក្រុមយើងមួយនេះប៉ុណ្ណេះអញ្ចឹងទៅក្រុមទៀតដាក់ប៉ុណ្ណោះទៅអញ្ចឹងមានន័យថាយើងយកសមាជិកនឹងអត់ជាន់គ្នាទេក្រុមទាំងពីរដែលយើងមាន2ក្រុមហើយយើងយកសមាជិកទៅតាមតែឈ្មោះ A B C តាម D នេះហើយក្រុមផ្សេងយើងយកកដល់អអញ្ចឹងទៅអញ្ចឹងយើងយកចេញពីក្រុមមួយហ្នឹងហើយក្រុមរបស់យើងវា clean អត់មានជាន់គ្នាអានេះគឺនៃដែលយើងចង់ធ្វើបែបហ្នឹងឯងដើម្បីមុខងារត្រង់ចំណុចនេះគឺដើម្បីជួយសម្រួលដល់យើងដើម្បីធ្វើការញែកសមាជិកកុំឲ្យជាន់គ្នាទៅដាក់ក្រុមដែលយើងចង់បានតែបើយើងមិនចង់មានការសាមញ៉ាំពាក់ព័ន្ធជាមួយនឹងការញែកក្រុមអីទេមានតែក្រុមនេះយកទៅទាំងអស់ចូលក្នុងក្រុមរបស់យើងណាយើងផ្កាយក្រុមទៀតយើងចូលអាហ្នឹងទៅចូលក្រុមយើងទាំងអស់ដូចគ្នាអាហ្នឹងគឺមិនចាំបាច់ទៅរើសទេពីវានឹងធ្វើការស្វ័យវត្តធ្វើការ click add job អញ្ចឹងទៅគឺយើងបានបង្កើត job មួយហើយទាំងអស់នេះគឺជាមុខងារដើម្បីជួយសម្រួលដល់ការទាញសមាជិករបស់យើងឲ្យមានប្រសិទ្ធភាពតែយើងសង្កេតមើលថាវាមានភាពសាមញ៉ាំអីចឹងវាមាន configuration ច្រើនតាមពិតទៅខ្ញុំក៏មិនចង់ឲ្យមានconfiguration រញ៉េរញ៉ៃដែរហើយ tool របស់យើងក៏មិនមានភាពរញ៉េរញ៉ៃដែរបើសិនបើយើងគ្រាន់តែចង់បង្កើត job អូខេថាយើងបង្កើត job
bà dương còn để click nhưng tới bàបន្ទាប់មកទៀតយើងធ្វើការវាយចូលនៅចំនួន20នាក់អីចឹងទៅយើងប៉ុណ្ណឹងហើយយើងមិនចាំបាច់រើសអ្វីផ្សេងទេស្ថិតនៅក្នុង default អញ្ចឹងបើសិនបើយើងយក default យើងអត់មានពាក់ព័ន្ធជាមួយនឹង config ទៅការរើសយកនៅ mail female អីគឺយើងអត់ចាំបាច់ទៅ config អីច្រើនយើង select ទៅប៉ុណ្ណឹងយើងដាក់ប៉ុណ្ណឹងមកយើង click add បាទយើងនឹងបង្កើតជាប់មួយដោយស្វ័យប្រវត្តិបាទជាប់ទី2នេះបាទហើយដើម្បីហើយយើងអាចធ្វើការrun តែម្ដងអត់ចាំបាច់សាំញ៉ាំទេកន្លែងហ្នឹងតែបើសិនបើយើងធ្វើការ config នៅចង់បានuser ដែលមានលក្ខណៈ online នៅក្នុងប្រហែលថ្ងៃកំឡុងប្រហែលហើយយើងជ្រើសរើសអាហ្នឹងមក filter page អីចឹងយើងរើសអាហ្នឹងមកបាទកន្លែង filter gender filter ហ្នឹងភាគរយនៃ consider ហ្នឹងបាទឬមួយក៏ config ទៅតាម straight អីចឹងទៅនេះហើយយើងអាចធ្វើការ edit វាបានយើងចុចនៅត្រង់នេះយើងធ្វើការ edit នៅក្នុងពេលនេះយើងឃើញនៅ configuration របស់យើងអាចធ្វើការ edit វាបានយើងធ្វើការវាយឥឡូវយើងយក9ណា default វាចេញមក8អានេះយើងមិនចាំបាច់ធ្វើវាដូច A ដល់ O អញ្ចឹងទៅយើងអាចធ្វើការផ្លាស់ប្ដូរឥឡូវខ្ញុំចង់ផ្លាស់ប្ដូរទៅ link ផ្សេងណាឬមួយក៏យើងថែមអញ្ចឹងទៅហើយដាក់ link ផ្សេងអញ្ចឹងគឺយើង click save ទៅឬមួយក៏យើងដាក់ត្រង់ចំណុច10បាទ straight 10ដូចគ្នាហើយយើង click save ដូចគ្នាយើងធ្វើការ update លើ job tool របស់យើងហើយនៅពេលដែលយើង config ហើយយើងបើកមកលើក្រោយទៅយើងគ្រាន់តែ click run job របស់យើងគឺជាការស្រេចអត់ចាំបាច់លំបាកធ្វើការ config ឡើងវិញទេហើយបើសិនបើយើងធ្វើការ loop បាទយើង click ត្រង់ចំណុច delete នេះ loop បាទជាការស្រេចយើងអាចធ្វើការ edit យើងអាច click edit ត្រង់ចំណុចក៏បានឬមួយក៏យើង click edit ត្រង់ចំណុចនេះក៏បានបាទនៅក្នុងពេលនេះយើងអាចធ្វើការ edit ផ្លាស់ប្ដូរបាទផ្លាស់ប្ដូរធ្វើការផ្លាស់ប្ដូរនៅ group link អីចឹងទៅបន្តមកយើង click save វិញនេះទាមទារខ្ញុំធ្វើការclick នៅត្រង់ចំណុច account នេះបើសិនមកវាប្រាប់យើងថាធ្វើការជ្រើសរើសនៅគណនីជាមុនសិនអូខេយើងធ្វើការ click account ហើយយើងធ្វើការជ្រើសរើសគណនីគឺដោយសារតែគណនីវា0អូខេ20យើងអាចធ្វើការជ្រើសរើសគណនីបន្ទាប់មកយើងធ្វើការ save បាទហើយយើងធ្វើការបង្កើត job មួយផ្សេងទៀតអូខេខ្ញុំជ្រើសរើសនៅ folder ផ្សេងបន្ទាប់មកទៀតខ្ញុំធ្វើការជ្រើសរើសក្រុមមួយនេះខ្ញុំធ្វើការបញ្ចូលនៅក្រុមថ្មីនេះគឺជាក្រុមរបស់ខ្ញុំពិនិត្យមើលសិនថាតើក្រុមរបស់យើង high member អត់អូខេសូមធ្វើការបើក high member សិនបាទក្រុមផ្ទាល់ខ្លួនរបស់យើងធ្វើការបើក high member សិនបើមិនចឹងទេវាអត់ទាញបានទេវាទាញបានតែសមាជិកយើងថាបើកសិនមកនៅត្រង់ចំណុចនេះសូមធ្វើការបញ្ជាក់បន្តិចក្នុងគណៈពេលដែលក្រុមរបស់យើងតាមពិតទៅក្រុមរបស់យើង high member ចោះមិនបញ្ហាទេយើង high member ចោះប្រសិនបើយើងចង់ការពារកុំឲ្យគេទាញសមាជិកយើងបានយើង high member សោះ high អញ្ចឹងចោះធ្វើការទាញប៉ុន្តែជំហានជានៅក្នុងជំហានដំបូងដែលយើង add នោះគឺយើងដោះ high វាសិនក្នុងត្រឹមនេះខ្ញុំសូមបញ្ជាក់បន្តិចថាហេតុអ្វីបានត្រូវយើងដោះសិនដោយសារតែ Telegram Manager ជាដំបូងនោះគឺវាធ្វើការផ្ទៀងផ្ទាត់
បច្ចុប្បន្នភាពរបស់សមាជិករបស់យើងដើម្បីការពារសមាជិកស្ទួនឧទាហរណ៍ថាមានសមាជិកនៅត្រង់ក្រុមនេះមានសមាជិកដូចគ្នាជាមួយនឹងក្រុមយើងនេះអញ្ចឹងបើសិនបើយើងបើសិនជានេះវាមានអាចស្ទួនហើយវាអាចមានស្ទួនអញ្ចឹងទៅពេលដែលវាស្ទួនវាទាញចូលទៅធ្វើឲ្យយើងខាតវាទាញចូលទៅដែរប៉ុន្តែឧទាហរណ៍វាទាញ100នាក់ចូលតែ100នាក់នោះវាមាននៅក្នុងក្រុមយើងរួចហើយបើមានក្នុងក្រុមយើងហើយមានន័យថាវាទាញទៅយើងវាខាតពេលវេលាវាទាញចូលវានៅក្នុងនោះហើយសាច់ហើយកន្លែងហ្នឹងអញ្ចឹងមានន័យថាវាស្ទួនចង់និយាយថាវាស្ទួនអញ្ចឹងនៅក្នុង Telegram Ledger នេះយើងមានមុខងារមួយដើម្បីធ្វើការពារកុំឲ្យមានសមាជិកស្ទួនដើម្បីវាធ្វើការពារសមាជិកស្ទួនវាធ្វើការច្រោះសមាជិករបស់យើងបាទដំបូងទៅពេលដែលយើងធ្វើការរ៉ាន់ដំបូងនោះគឺវាធ្វើការច្រោះសមាជិកទាំងអស់ហ្នឹងទុកនៅក្នុង system ដើម្បីអីដើម្បីធ្វើការផ្ទៀងផ្ទាត់បើសិនបើនៅក្នុងសមាជិកនៅក្នុងក្រុមនេះវាទាញមកវាមានវត្តមាននៅក្នុង system ថាវាស្ទួនគឺវាធ្វើការរំលងតែម្ដងហើយសូមបញ្ជាក់ផងដែរថាប្រសិនបើក្រុមរបស់យើងតូចជាង 10000 នាក់បាទតូចជាង10000វានឹងធ្វើការដោយស្វ័យប្រវត្តិប៉ុន្តែក្រុមរបស់ខ្ញុំនេះគឺវា 40000 នាក់បើសិនបើក្រុមខ្ញុំ 40000 នាក់ដើម្បីយើងធ្វើការបច្ចុប្បន្នភាពវាបានទាំង 40000 នាក់នោះគឺយើងត្រូវតែ click ត្រង់ចំណុចនេះ skip user បាទ skip duplicate member បាទយើងត្រូវបើក skip duplicate member បន្ទាប់មកទៀតយើងធ្វើការ run វាយើង add ជាប់សិនទៅបាទក្នុងពេលនេះយើងធ្វើការជ្រើសរើស8 state 8ដែរយើងទៅ click add នេះជាប់ទី2នៅក្នុងជាប់ទី2នេះពេលយើង run ដំបូងយើង click អាហ្នឹង click skip duplicate member ដើម្បីអីដើម្បីឲ្យ system ធ្វើការច្រោះយកសមាជិករបស់ក្រុមរបស់យើងដើម្បីធ្វើការផ្ទៀងផ្ទាត់សមាជិកស្ទួនតែប្រសិនបើក្រុមរបស់យើងដោយក្រុមនេះគឺបាទថាគេក្រុមនេះគឺមានតែ 5000 នាក់ទេអញ្ចឹងយើងអត់ចាំបាច់ skip ចុច skip duplicate ទេនៅពេលដែលយើង run job ណានៅពេលដែលយើង run job ឧទាហរណ៍ខ្ញុំដោះនឹងចេញមកមិនចាំបាច់ skip កន្លែងហ្នឹងទេយើងអាចធ្វើការ run job តែម្ដងនេះវាធ្វើការដំណើរការទាញសមាជិកហើយអញ្ចឹងយើងធ្វើការព្រមគ្នាត្រង់ចំណុចក្រុមនេះគឺជាក្រុមដែលធំជាង 40000 នាក់អញ្ចឹងនៅពេលដែលយើង run job ហ្នឹងគឺយើងត្រូវតែ click skip duplicate យើងធ្វើតែលើកដំបូងតែប៉ុណ្ណោះធ្វើតែដំបូងតែប៉ុណ្ណោះនៅពេលដែលវាធ្វើការផ្ទៀងផ្ទាត់រួចហើយវាមានវត្តមានសមាជិករបស់យើងនៅក្នុង system ហើយលើក្រោយយើងអត់ចាំបាច់មកចុច skip duplicate ទៀតទេបាទនៅក្នុងពេលនេះវាធ្វើការកំពុងតែធ្វើការទាញសមាជិកហើយនៅក្នុងនេះវាធ្វើការវាបង្ហាញសារថាកំពុងធ្វើបច្ចុប្បន្នភាពសមាជិកមានន័យថាវាកំពុងតែទាញយកសមាជិកនៅក្នុងនេះយកមកទុកដើម្បីធ្វើការផ្ទៀងផ្ទាត់នៅសមាជិកស្ទួនហើយបន្តមកទៀតយើង run job នេះវាមាន 40000 នាក់អញ្ចឹងយើង click skip duplicate បន្ទាប់មកយើង run បាទនេះវាកំពុងតែធ្វើការទាញធ្វើការរងចាំសមាជិកដែលយើងមាន 40000 នាក់ហើយវាធ្វើការបច្ចុប្បន្នភាពវាអាចរៀងយូរបន្តិចប៉ុន្តែនៅពេលដែលវាធ្វើបច្ចុប្បន្នភាពរួចហើយនោះគឺលើក្រោយយើងអត់ចាំបាច់ទៅ click skip duplicate ទេយើង click run យកតែម្ដងអូខេឥឡូវនេះចបទី1វាកំពុងតែដំណើរការអញ្ចឹងដើម្បីយើងមើលរបាយការណ៍ចបទី1នេះគឺយើង click នៅត្រង់ចំណុចចបទី1នេះយើងចូលទៅក្នុង
ចោតមួយយើងមើលរបាយការណ៍វាកំពុងតែដំណើរការទាញសមាជិកចូលក្រុមរបស់យើងបាទអញ្ចឹងនេះគឺវាកំពុងតែទាញចូលបាទនៅពេលដែលយើងធ្វើការ config ហើយយើងអត់ចាំបាច់ config ទេលើក្រោយទៀតជាប់ទី1នេះគឺយើងចូលមកយើងធ្វើការ start ជាប់ទី1តែម្ដងអញ្ចឹងវាកំពុងធ្វើការទាញបាន20នាក់ហើយយើងមកមើលត្រង់ចំណុចនេះបាទនេះជាប់ទី1ជាប់ទី1វាកំពុងទាញនេះគឺជាចំនួនមនុស្សដែលវាកំពុងទាញក្នុង account នីមួយៗគឺជាកន្លែងមួយដែលបង្ហាញរបាយការណ៍ report ដែលធ្វើការទាញ account មួយនឹងកំពុងទាញបាន2បាន1អញ្ចឹងទៅវាទាញបានកំណត់4នាក់វានឹងឈប់បាទយើងមកមើលវាដំណើរការទាញចោលទី2កំពុងធ្វើបច្ចុប្បន្នភាពមិនឡើយទេបាទរឿងយូរតិចដោយសារតែគ្រូរបស់ខ្ញុំធំអញ្ចឹងវាច្រោះយកព្យាយាមច្រោះយកមកទុកសិនតែវាយូរតែដំបូងតែប៉ុណ្ណោះនៅពេលដែលវាធ្វើការច្រោះដោយសារនៅសមាជិករួចរាល់ហើយដូច្នេះមុខងារការពារសមាជិកស្ទួននឹងដំណើរការដោយស្វ័យប្រវត្តិបាទត្រង់ចំណុចនេះបាន41នាក់ហើយយើងអាចមើលរបាយការណ៍ត្រង់ចំណុចហ្នឹងដោយคลิกបាទคลิกទៅលើជាប់ទី1ហ្នឹងយើងនឹងមើលឃើញពីរបាយការណ៍ដែលវារត់ទាញបានប្រមាណអញ្ចឹងទៅហើយនៅត្រង់ចំណុច account នេះក៏មានបង្ហាញអំពីចំនួនដែលទៅការទាញអញ្ចឹង account ខ្លះវាទាញបាន4អញ្ចឹងទៅបាន2អញ្ចឹងទៅកន្លែងនេះគឺវានឹងបង្ហាញបើសិននៅមាន account នោះវាជាប់ limit 1ម៉ោង2ម៉ោងឬមួយក៏ប្រហែលនាទីវានឹងបង្ហាញត្រង់ចំណុចនេះអាហ្នឹងបើ account ជាប់ limit គឺ account មួយដែល Telegram បង្អាក់យើងឲ្យរងចាំកន្លែងហ្នឹងបើ account យើងល្អយើងធ្វើទៅមិនជួប limit ហ្នឹងទេអញ្ចឹងវាទាញបាន4ពេញ account នេះ4ពេញអត់មានជួប limit ទេគឺបានពេញតែម្ដងអញ្ចឹងនៅពេលដែលវារត់ចប់យើងសម្រាប់10ទៅ15នាទីអញ្ចឹងទៅយើងធ្វើការទាញម្ដងទៀតអញ្ចឹងក្នុង account មួយទាញបាន8ទាញបាន8ហើយវាកន្លែង heal ត្រង់ចំណុច heal នេះវានឹងចេញសញ្ញាខ្វែងទៀតយើងនឹងឃើញវាចេញសញ្ញាខ្វែងម្ដងទៀតយើងផ្អាកយើងទាញទីឡើងការ account ហ្នឹងគឺត្រូវបានsystem ធ្វើការ break រយៈពេល24ម៉ោងស្អែកដល់ម៉ោងលុះត្រាតែវាចេញ Q អញ្ចឹងទៅធ្វើការទាញទៀតបានបើវាចេញ Q ទេយើងមិនអាចទាញបានទេទោះបីយើង select ចូលនៅក្នុង job របស់យើងក្តីក៏វាតទៅគ្រប់ម៉ោងវាបានវាធ្វើដំណើរការអញ្ចឹង adding បាន66បាទ66យើងមើលក្នុងរបាយការណ៍យើងនេះគឺ66 74បាទ75ហើយ67អូខេខ្ញុំសូមធ្វើការ refresh វាបន្តិចបាទ68ធ្វើការ refresh វាយើងនឹងឃើញបាទពេលដែលវាបាន4ពេញនេះគឺវានឹងbreak វានឹងឈប់ញរងចាំបាទចប់នៅពេលដែលវាចេញសញ្ញាពណ៌បៃតងនេះគឺវាកំពុងតែដំណើរការបាទគ្រប់ដល់ពេលដែលយើងគ្រប់ធំវាធ្វើការច្រោះអានេះគឺបង្ហាញព័ត៌មានដែលវាកំពុងតែច្រោះសមាជិកទើបតែបានតែ10000នាក់ទេទាំងអស់វាមាន40000នាក់អញ្ចឹងវាធ្វើបច្ចុប្បន្នភាពរៀងយូរបន្តិចបាទពីព្រោះវាធ្វើបច្ចុប្បន្នភាពទៅតាម character ទៅតាមជនជាអ្នកនីមួយៗដើម្បីរក្សាព័ត៌មាននឹងទុកដើម្បីការពារនៅសមាជិកស្ទួននៅក្នុងពេលនេះយើងឃើញថាចប់ទី1របស់យើងគឺចប់ complete មានន័យថាចប់វាទាញគ្រប់ហើយយើងមើលរបាយការណ៍វាបាទ4បាទគ្រប់4នាក់បាទយើងឃើញទិន្នន័យបែបនេះគឺមានន័យថាវាល្អ account របស់យើងមិនមានជាប់ limit អីជាប់ពមៀនជាប់អីគឺបាទ clean ទាំងអស់ account ហ្នឹងវាអាចជាប់2នាទី3នាទីអីអញ្ចឹងបើវាជាប់គឺមានន័យថា Telegram គឺឲ្យយើងផ្អាក
បាទបើសិនតែវាជាប់ float បាទវានឹងបង្ហាញទៅនេះ float គឺមានន័យថាលើសមានន័យថា account របស់យើងបើសិនបើវាធ្វើការពិន័យយ៉ាងណានោះគឺវានឹងចេញនៅត្រង់ចំណុចនេះវាដាក់ float ទី1ទី2ទី3គឺ system ធ្វើការងារផ្អាក account របស់យើងមិនឲ្យធ្វើដំណើរទៀតទេពីព្រោះ account មួយអត់ទៀងទេសុខភាពរបស់វាជួនកាលទៅជាប់ limit ចឹងយូរអញ្ចឹងទៅ1ម៉ោង2ម៉ោងអញ្ចឹងទៅប៉ុន្តែយ៉ាងណាបើសិនតែជាប់ limit system របស់យើងមិនអនុញ្ញាតឲ្យ account របស់យើងឡើងទៅទាញសមាជិកទៀតទេតែជាប់ limit មានន័យថា Telegram កំពុងប្រាប់យើងថាឈប់សិនកុំទាន់ធ្វើដំណើរការទៅទៀតអញ្ចឹងណាហើយការពិចារណាធ្វើការ limit របស់វានោះគឺជារឿង algorithm របស់ Telegram account របស់យើងកាលណាដែលយើងព្យាយាមទាញច្រើនពេកឬមួយក៏យើងទាញទៅលើ group ណាដែល spam គឺវាធ្វើការ limit ឬមួយក៏មានគេចុច report យើងច្រើនពេកគឺក៏វាធ្វើការ limit យើងដែរហើយ float បាទឧទាហរណ៍ថាវា limit account របស់យើងឲ្យមួយថ្ងៃហ្នឹងទាញបានតែ4នាក់ឯងអញ្ចឹងបើ tool របស់យើងដាក់រហូតដល់8នាក់គឺវានឹងធ្វើការ float ដែរមានន័យថាវាលើសកំណត់ហើយ float នោះគឺវាផ្ដល់សញ្ញាពី server របស់វាច្រើនដងដែរលើកទី1លើកទី2លើកទី3 3លើកគឺsystem របស់យើងធ្វើការផ្អាកតែម្ដងផ្អាក24ម៉ោងគឺផ្អាក24ម៉ោង24ម៉ោងក្រោយដាច់ float ហើយអាចមានសុខភាពល្អគឺទៅចាប់ដើមធ្វើការទាញសមាជិកបន្តទៀតតែបើសិនបើ account តង់ចំណនេះចេញសញ្ញា ban មានន័យថា account នោះគឺខូចហើយវា ban មិនឲ្យយើងធ្វើសកម្មភាពអ្វីទាំងអស់នៅក្នុងពេលនេះគឺជាប់ទី2នេះកំពុងតែធ្វើការច្រោះយកសមាជិកបានត្រឹមតែក្នុងពេលនេះបាន 18000 នាក់ពីពួក 40000 នាក់អញ្ចឹងយើងរងចាំដាក់វាចោលអញ្ចឹងទៅដើម្បីឲ្យវាធ្វើការបច្ចុប្បន្នភាពចប់វានឹងធ្វើការទាញតសមាជិកទាញសមាជិកចូលគ្រប់ហើយអញ្ចឹងជំហានដំបូងទោះបីជាអាចប់ទី1នេះក្តីជាប់ទី1នេះវាមានសមាជិកតែ 5000 នាក់ទេ 5000 នាក់វាទៀបជាង 10000 នាក់ណាតិចជាង 10000 នាក់អញ្ចឹងតិចជាង 10000 នាក់នេះគឺលឿនក្នុងការធ្វើបច្ចុប្បន្នភាពហើយវាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិតែម្ដងអត់ចាំបាច់មកសុំសិទ្ធិអនុញ្ញាតទេតាមពិតទៅខ្ញុំឲ្យយើងចុច skip duplicate បាទពួកយើងចុច skip duplicate member នេះដើម្បីឲ្យដឹងថាវាដើម្បីបើកមុខងារធ្វើការច្រោះយកសមាជិកក្នុងលក្ខណៈ method មួយដែលខ្ពស់បំផុតដើម្បីទាញយកសមាជិករបស់យើងទាំងអស់គឺយើងទាញតាមពី A រហូតដល់ Z ពីករហូតដល់ O ដើម្បីរក្សាទុកនៅក្នុង system ពីព្រោះ Telegram វាមានលក្ខណៈបែបនេះ Telegram គឺនៅពេលដែលយើងធ្វើការស្នើព័ត៌មានរាល់ពេលដែលយើងធ្វើការទាញសមាជិកគឺវាផ្ដល់យើងទៅធ្វើ request ទៅយើងទៅស្នើទៅកាន់ server របស់ Telegram ដើម្បីបានព័ត៌មានសមាជិកទាំងអស់នោះមកបើវាអត់ឲ្យទេយើងធ្វើម៉េចនឹងបានព័ត៌មាននោះកន្លែងហ្នឹងអញ្ចឹងយើងស្នើគឺ method បើសិនជាសមាជិកក្រោម 10000 នាក់យើងអាចស្នើជាកញ្ចប់យើងស្នើជាកញ្ចប់វានឹងឲ្យមកក្រោម 10000 នាក់កន្លែងហ្នឹងអញ្ចឹងវាបានតែក្រោម 10000 នាក់ទេតែបើសមាជិកហើយលឿនដែរហ្នឹងឲ្យមកកញ្ចប់តែប្រសិនបើក្រុមរបស់យើងធំជាង 10000 នាក់គឺពេលយើងស្នើជាកញ្ចប់ទៅគឺវាឲ្យត្រឹមតែ 10000 នាក់ទេអញ្ចឹងដូចក្រុមខ្ញុំនេះគឺ 40000 នាក់អញ្ចឹងវាសល់ 30000 នាក់ទៀតអត់បានអញ្ចឹងគឺយើងប្រើនៅ method មួយក្នុងការស្នើគឺយើងស្នើតាមលក្ខណៈឈ្មោះដើម្បីយើងស្នើតាមលក្ខណៈឈ្មោះនោះគឺ A ស្នើម្ដងអញ្ចឹងទៅ B C D អញ្ចឹងទៅគឺវាឲ្យមកទាំងអស់តែម្ដងប៉ុន្តែវាមានលក្ខណៈយូរបន្តិចដែរពីព្រោះរាល់ការស្នើម្ដងយើងត្រូវធ្វើការ break 3 second 2 second ទៅ3 second បាទអាហ្នឹងស្នើដោយអក្សរ A មួយយើង break យើងយក A មកកញ្ចប់យើងមកយើង break 2 second អញ្ចឹងទៅបាទយើងឃើញនេះក្នុង100នាក់ណាយើងស្នើម្ដងបាន100នាក់ទេហើយ100នាក់នេះគឺយើងសម្រាប់1 second ទៅ2 second វា random អញ្ចឹងណាអត់ឲ្យយើងយកមកទាំងអស់កាលណាដែលយើងយកមកទាំងអស់វានេះគឺជាគោលការណ៍របស់ Telegram
ហើយដើម្បីធ្វើឲ្យ account របស់យើងមានសុខភាពល្អមានសុវត្ថិភាពកុំឲ្យវា limit កុំឲ្យវាជាប់ float អញ្ចឹងគឺយើងបង្កើតនៅ method នេះគឺដើម្បីការពារនៅ account របស់យើងវាអាចចំណាយពេលរៀងយូរបន្តិចពីព្រោះ group របស់យើងមានទំហំធំដើម្បីជៀសផុតពីសុវត្ថិភាពអូខេយើងមានមុខងារក្នុងការមើលថែដើម្បីយើងអាចធ្វើបច្ចុប្បន្នភាព account របស់យើងgroup របស់យើងដើម្បីការពារនៅសមាជិកស្ទួនឥឡូវនេះយើងអាចធ្វើការបង្កើតនៅ job ផ្សេងៗទៀតបានកំពុងដំណើរការអញ្ចឹងយើងអាចធ្វើពីព្រោះ process system របស់យើងធ្វើការជា multi task អញ្ចឹងយើងអាចបង្កើតនៅ job ផ្សេងៗទៀតបានរត់នៅ job ផ្សេងៗទៀតបានដោយងាយស្រួលអត់ពិបាកទេឥឡូវយើង click បាទខ្ញុំយកទៅមកគ្រប់បានហើយទាញចូល group នេះដូចគ្នាបន្ទាប់មកខ្ញុំជ្រើសរើសយក account កាលណាដែលវាបង្ហាញថា job ID account ទី1នេះយើងមិនអាច click បានទេពីព្រោះថាវាកំពុងតែដំណើរការអូអត់ទេយើង click ត្រង់ចំណុច new job នេះសិនបាទ click new job នេះអូខេយើងបង្ហាញបាទនេះគឺ job ទី1 job ទី1នេះគឺ account ដែលបង្ហាញថា job ទី1នេះគឺជា account ដែលកំពុងតែជាប់រវល់ក្នុង job ទី1ហើយយើង select យកបានទេហើយត្រង់ចំណុចនេះយើងត្រូវរើស new job នេះបាទជើ new job ហ្នឹងគឺដើម្បីយើងបង្កើត job ថ្មីអញ្ចឹងគឺយើង click ត្រង់ចំណុចនេះឧទាហរណ៍ថាខ្ញុំចង់បាន20 account ទៀតអត់ទេសូមធ្វើការជ្រើសរើសពីព្រោះអានេះជ្រើសដោយស្វ័យប្រវត្តិអញ្ចឹងគឺវានឹងធ្វើការជ្រើសឥឡូវខ្ញុំយកទី21កន្លែងនេះ21ដល់ពីព្រោះថា20នេះជាប់ level ហើយពី20នេះជាប់ level អញ្ចឹងដល់41ឧទាហរណ៍អញ្ចឹងទៅបាទខ្ញុំនឹងធ្វើការកែកូដបន្តជំនួយធ្វើឲ្យយើងធ្វើការ VA ដើម្បីមិននេះបើសិនមកខ្ញុំ VA ទៅគឺវាជន់ខ្ញុំយក21វានឹងជន់បាទនេះគឺជាកំហុសកូដដែរតាមពិតទៅខ្ញុំនឹងបើកមុខងារមួយផ្សេងទៀតឲ្យយើងคลิกទៅនឹងងាយស្រួលតែវានឹងរំលងនៅjob ណាដែលជាប់ account ណាដែលជាប់ level ហើយអានេះ account ដែលជាប់ level ក្នុង job ទី1ហើយมันអាចមក select យកបានទេតាមពិតកូដរបស់ខ្ញុំនៅពេលដែលយើង select នេះ select ឲ្យទេឲ្យដើម្បីការពារកុំឲ្យស្ទួនគ្នាក្នុងយើងយក account ហ្នឹង job ទី1ហើយយកប្រើ job ទី2ទី3ទៀតអីអញ្ចឹងទៅអញ្ចឹងគឺ function ទៅក្រោយខ្ញុំនឹងកែសម្រួលកន្លែងហ្នឹងដើម្បីធ្វើការ select ឲ្យបានស្រួលវាចូលបានស្រួលអញ្ចឹងទៅអញ្ចឹងគឺ2141បាទធ្វើការជ្រើសរើសjob ភាសាទៀតហើយជ្រើសរើស group scrap group ជាមួយ target group បាទយើងមើលឃើញពិនិត្យមើលឡើងវិញខ្ញុំមើល job សិនបាទដើម្បីកុំឲ្យជន់ស្ទួនពីព្រោះថា job ទី1នេះខ្ញុំមើលថា group ដែលយើងកំពុងទាញនេះគឺវាជន់គ្នាអត់ហ្នឹងណាគឺដើម្បីបើ job ទី1យើងទាញ group ហ្នឹងហើយ job ទី3យើងមកទាញ group ហ្នឹងទៀតអាហ្នឹងគឺវាធ្វើបង្កើតនៅការងារស្ទួនហើយអញ្ចឹងក្នុង scrap group នេះយើងនឹងបង្កើត job ទី3ហើយប្រកាសថា group នេះទាញចូលនៅក្នុង the shop នេះមិនស្ទួនគ្នាជាមួយនឹង job ណាមួយពីព្រោះថានៅក្នុង job ទី1នេះយើងនេះ the job នេះ job ទី1 the shop បាទ target នេះក៏បានទាញបើសិនបើវាមានgroup នេះស្ទួនក្នុងនេះហើយយើងអត់ទេយើងដូរទៅ group ផ្សេងអញ្ចឹងទៅដើម្បីកុំឲ្យវាស្ទួន job ទី1នេះកំពុងទាញហើយ job ទី3របស់យើងនេះកំពុងទាញទៀតអាហ្នឹងវាមិនអាចគ្រប់គ្រងនៅសមាជិកស្ទួនបានទេយើងដាច់ដលែកឲ្យប្រកាសថាវាមិនបាននៅក្នុង job ណាមួយដែលកំពុងទាញចូលទៅសອບនេះដូចគ្នាតែបើវាទាញចូលនៅក្នុង group ផ្សេង target ផ្សេងមិនអីទេប៉ុន្តែនេះ the shop យើងកំពុងតែបង្កើត job ហ្នឹងគឺទាញចូល group ដែលមានឈ្មោះថា the shop អញ្ចឹង
ខ្ញុំដាក់3ដល់9អាចដាក់3ដល់6អីក៏បានដែរហើយនេះខ្ញុំអត់ធ្វើការជ្រើសរើសទេបើសិនយើងធ្វើការជ្រើសរើសយើងអាចតែទៅអក្សរកដល់អអញ្ចឹងទៅបាទយកតែកដល់អអញ្ចឹងទៅមិនជ្រើសរើសគឺយកទាំងព្យញ្ជនៈភាសាអង់គ្លេសទៀតអានេះងាយស្រួលក្នុងការយើងជ្រើសរើសអញ្ចឹងដែរយើង click add បាទយើងបានជាប់ទី3យើងធ្វើការ run ជាប់ទី3ទៅអានេះជាប់ទី2នេះយើងបានសម្រាប់រៀងយូរបន្តិចហើយយើងធ្វើការ click វាជាប់ទី1នេះយើងធ្វើការ run វាឡើងវិញអញ្ចឹងទៅយើងក្នុងពេលតែមួយយើងអាច run ជាប់បានច្រើនក្នុងពេលកំឡុងពេលតែមួយយើង configuration អញ្ចឹងរួចរាល់ហើយអូខេយើងលើកក្រោយយើងគ្រាន់តែបើកsystem របស់យើងមកយើងធ្វើការ click start តែម្ដងហើយបើសិនបើយើងធ្វើការ stop យើង click stop ទៅបាទ click stop trong ចំណុចហ្នឹងអូខេឧទាហរណ៍យើង click stop នៅពេលនេះយើង stop ចប់របស់យើងហើយយើងធ្វើការ start វាទៅបើយើងចង់ start នេះគឺមានន័យថាយើង cancel បិទដំណើរការរបស់វាអានេះជាប់ទី3កំពុងតែដំណើរការយើងចូលមើល report នឹងជាប់ទី3ចូលមើល report ជាប់ទី3យើង click ជាប់ទី3អញ្ចឹងយើងមើល report យើងអាចមើល report នៅត្រង់ចំណុចក្បាលនេះគឺយើងនឹងឃើញជាប់ទី3របស់យើងកំពុងតែទាញសមាជិកចូលជាប់ទី3កំពុងតែដំណើរការទាញបានម្នាក់2នាក់អញ្ចឹងទៅឃើញវា update នៅត្រង់ចំណុចនេះយើងអាចមើលក្នុង report នេះគឺយើងឃើញថាគេកំពុងទាញចូលហើយយើងមើលឃើញនៅភាពជាក់ស្ដែងរបស់វានៅក្នុងgroupនេះgroup Resolve នេះវាកំពុងតែរុញសមាជិកចូលនៅក្នុង Telegram ដែលច្រើននឹងងាយស្រួលដើម្បីយើងធ្វើការងារមានប្រសិទ្ធភាពនៅពីក្រោយការទាញរបស់យើងនេះគឺវាធ្វើការ filter យើងឃើញទេនៅត្រង់ចំណុចនេះគឺមានរូប profile បាទប្រសិនបើ account ណាដែលមិនមាន profile គឺ system នឹងធ្វើការ reject ចោលហើយបើវាមានជាលក្ខណៈ bot មានន័យថាសមាជិកដែលលក្ខណៈ bot ក៏វា reject ចោលដែរអត់ឲ្យខ្ជះខ្ជាយយើងទាញយកទៅអត់ប្រយោជន៍ទេអញ្ចឹងនៅពីក្រោយ system នេះវាធ្វើដំណើរការយ៉ាងប្រសិទ្ធភាពដើម្បីឲ្យយើងបានសមាជិកល្អដែលយើងអាចធ្វើការ config filter ជ្រើសរើសយកនៅសមាជិកដែលមានលក្ខណៈ online សមាជិកដែលលេងពិតប្រាកដមិនមែន bot មិនមែន account ខ្មោចនេះ account ទាំងអស់នេះគឺជា account ដែលលេង account ដែលគាត់សកម្មនិយាយទៅ account សកម្មបើយើងជ្រើសរើសយកនៅ current online account ដែលកំពុង online ក្នុងរយៈពេលប្រហែលម៉ោងហ្នឹងប្រហែលម៉ោងហ្នឹងមានន័យថាចាប់ពី23ម៉ោងចុះមកហៅថា current online ហើយ up to day ឬមួយក៏ last 7 day ឬមួយក៏កំឡុង30ថ្ងៃដែលយើងអាចជ្រើសរើសយើងអាចធ្វើការ filter ទៅតាម page ដែរអញ្ចឹងណាយើងធ្វើការ page ប្រុស page ស្រីអញ្ចឹងទៅវាអាចដោយច្រោះវាអាចដោយ1 2អញ្ចឹងដែរដោយសារតែsystem របស់យើងធ្វើការវិភាគទៅលើ profile នោះមានភាពលំអៀងទៅតាមកម្រិត consider នេះភាគរយរបស់វានេះអញ្ចឹងយើងមើលបាទឥឡូវចបរបស់យើងកំពុងតែដើរដំណើរការទាំង3ចបតែម្ដងនៅក្នុងចបទី2នេះវាកំពុងធ្វើការចោះសមាជិកនៅឡើយទេណាទើបតែបាន30000ទើបតែបាន30000នាក់រៀងយូរបន្តិចប៉ុន្តែវាប្រសើរជាងយើងស្ទួតអញ្ចឹងgroup របស់យើងកាលណាកាន់តែធំគឺប្រឈមមុខនឹងការស្ទួនកាន់តែច្រើននៅពីក្រោយនៃ system នេះគឺវាមានមុខងារការពារសមាជិកស្ទួនដើម្បីកុំឲ្យយើងខាតហើយមួយទៀតគឺវាមានមុខងារជាច្រើនផ្សេងទៀតគឺមើលថែអំពី account របស់យើងដើម្បីឲ្យ account របស់យើងប្រើប្រាស់បានយូរកុំឲ្យវាឆាប់ ban account ដែលយើងនៅក្នុង Telegram Ledger គឺបានអនុលោមទៅតាមគោលការណ៍របស់ Telegram ហើយកញ្ចប់កូដក៏ប្រើជាកញ្ចប់កូដដែល Telegram អនុញ្ញាតឲ្យយើងប្រើយើងអត់បានប្រើកញ្ចប់កូដផ្សេងក្នុងការ cheat ដើម្បីធ្វើឲ្យល្មើសនៅគោលការណ៍របស់ Telegram ទេយើងបំពាក់នៅមុខងារជាច្រើនដើម្បីគ្រប់ទៅតាមគោលការណ៍របស់ Telegram ហើយជួយសម្រួលដល់អ្នកប្រើប្រាស់ដើម្បី
មានរឿងមួយចំនួនជាច្រើនដែលកោការ Telegram តម្រូវឲ្យយើងយល់ឲ្យយើងដឹងដើម្បីអីដើម្បីកុំឲ្យបំពានទៅលើ community guideline របស់វាគឺកោការរបស់វាអញ្ចឹងយើងបំពាក់នៅមុខងារជាច្រើនដើម្បីជួយសម្រួលដោយអ្នកប្រើប្រាស់មិនចាំបាច់មានការយល់ដឹងច្រើនទេឲ្យ code system ក្នុងការជួយសម្រួលហើយយើងគ្រប់តាមគោលការណ៍របស់ Telegram ប៉ុន្តែរឿងមួយផងដែរគឺយើងត្រូវយល់ថា Telegram អនុញ្ញាតឲ្យយើងទាញសមាជិកនេះគឺជាភាពស្របច្បាប់របស់ Telegram អញ្ចឹងយើងអនុញ្ញាតឲ្យយើងទាញចូលក្រុមរបស់យើងថៅតាទាញនេះគឺភាសាសាមញ្ញដែលយើងនិយាយទេតែតាមការពិត Telegram ហៅថា invite មានន័យថាការស្នើទៅកាន់សមាជិកក្នុងក្រុមមួយនេះចូលមកក្នុងក្រុមយើងកន្លែងហ្នឹងការស្នើបើសិនជាការស្នើមានន័យថាគេមានសិទ្ធចូលឬក៏មិនចូលមានន័យថាពេលដែលយើងទាញគេចូលហើយគេចាក់ចេញវិញកន្លែងហ្នឹងណាគេចាក់ចេញវិញហើយគេមានសិទ្ធចុច report យើងប្រសិនបើយើងក្រុមរបស់យើងនេះគឺគេមិនពេញចិត្តគេ report spam អីចឹងទៅកាលណាគេ report spam account របស់យើងគឺ report spam រឿយៗអញ្ចឹងគឺធ្វើឲ្យ account របស់យើងប្រឈមជាមួយនឹងការ limit float និង ban ធ្ងន់ធ្ងរគឺ ban ខូចតែម្ដងដូច្នេះគឺវា fair វាជាលក្ខណៈស្មើភាពគ្នាយើង Telegram អនុញ្ញាតឲ្យយើងទាញបានបើសិនមកក្រុមនឹង public មិន high member តែគេក៏មានសិទ្ធចាក់ចេញដែរអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាគឺគ្រប់កោការខ្ញុំបានបង្កើត system នេះដើម្បីឲ្យងាយស្រួលក្នុងការទាញយកសមាជិកចូលគ្រប់ប៉ុន្តែយើងក៏គ្រប់ទៅតាមកោការរបស់ Telegram ចំនួនប្រមាណដែលត្រូវទាញក្នុងមួយថ្ងៃគឺយើងបាន limit វាទៅតាមភាពសមរម្យរបស់វាហើយដាក់នៅមុខងារមួយចំនួនសម្រួលដើម្បីឲ្យគ្រប់ទៅតាមគោលការណ៍របស់ Telegram អនុញ្ញាតមិនធ្វើការបំពានទៅលើនេះទេបើហើយបងប្អូនក៏គួរតែយល់ដឹងត្រង់ចំណុចនេះហើយប្រសិនបើទោះថា account របស់យើងទាញនេះគឺយើងអាចទាញទៅអាចនឹងខូច account ហ្នឹង ban account អូខេគឺភាគរយទៅតាមដែរយើងប្រសិនបើយើងបានធ្វើការទាញបានត្រឹមត្រូវក្រុមរបស់យើងមានមាតិកាដ៏ល្អមាតិកាកុំឲ្យក្រុមរបស់យើងអត់មានមាតិកាអីដែលមានប្រយោជន៍ដល់គេហើយជាក្រុមមួយដូចជាក្រុមដែលមិនគួរគ្រប់រឿងអាភាសគ្រប់លបាយស៊ីសងអីគឺជាគ្រប់ទាំងអស់នោះហើយគឺជាគ្រប់ដែលយើងទាញទៅគេអាចនឹងខឹងគេអាចនឹងមិនសប្បាយចិត្តគេនឹងចុច spam យើងកន្លែងនេះ account របស់យើងអាចនឹងប្រឈម ban ភាគរយច្រើនកន្លែងហ្នឹងប្រសិនបើក្រុមរបស់យើងគឺមានមាតិកាដែលល្អដល់គេគិតថាវាមានប្រយោជន៍គឺគេនឹងយល់ព្រមនៅក្រុមនោះប្រសិនបើគេមិនយល់ព្រមនៅក៏គេត្រឹមតែចាក់ចេញទៅដោយមិនចុច spam យើងសិទ្ធិរបស់គេបើសិនបើគេចុច spam យើងគឺមានន័យថាក្រុម account របស់យើងហ្នឹងគឺប្រឈមមុខ spam ហើយក្រុមរបស់យើងក៏ប្រឈមមុខនឹង spam ដែរក្រុម spam គឺជាក្រុមដែលមិនអនុញ្ញាតឲ្យយើងទាញសមាជិកអីចូលទៀតបានទេត្រូវពីន័យរបស់ Telegram អញ្ចឹងទៅអញ្ចឹងសូមលើកទឹកចិត្តដល់បងប្អូនធ្វើការថែទាំក្រុមរបស់យើងឲ្យបានល្អក្រុមដែលទាញនោះគឺទៅក្រុមចាស់កុំក្រុមថ្មីពេកក្រុមដែលយើងបង្កើតមកឲ្យមានមាតិកាឲ្យគេផុសឲ្យមានការទៅចែកមានរូបមានអីបានច្រើនអញ្ចឹងទៅហើយមានមាតិកាល្អអញ្ចឹងទៅដើម្បីអីដើម្បីឲ្យពេលដែលយើងស្នើគេមានតែយើង invite គេចូលក្នុងក្រុមនេះគេនឹងមើលថាអូខេក្រុមរបស់យើងនេះមានប្រយោជន៍ដែរឬមើលក្រុមរបស់យើងជាក្រុមដែរត្រឹមត្រូវដែរថ្លៃថ្នូរដែរគេសម្រេចចិត្តថាចុច ban ឬមិនចុច spam ឬ spam អាហ្នឹងគឺជាទឹកចិត្តរបស់គេបើមិនបើក្រុមយើងជាក្រុមដែលគេមិនពេញចិត្តហើយភាគរយច្រើនគេនឹងចុច spam ហើយកាលណាចុច spam ច្រើនដល់ account របស់យើងនឹងខូចកន្លែងនេះមានន័យថាយើងអាចទាញចូលយើងអាចមានមុខងារល្អយ៉ាងណាក្នុងការថែទាំគ្រប់គោលការណ៍របស់ Telegram ក្តីប៉ុន្តែនៅផ្នែកខាងសមាជិកគឺអាស្រ័យទៅលើគេចុច spam account របស់យើងភាគរយខូចច្រើនអ
អញ្ចឹងដើម្បីឲ្យយើងកាត់បន្ថយនោះគឺមានន័យថាយើងធ្វើឲ្យ group របស់យើងមើលទៅវាជា professional មាន profile មានdescription មានមាតិកាល្អអីចឹងទៅហើយមានសារក្នុងការឆ្លើយយ៉ាងសមរម្យអីចឹងទៅមើលទៅគឺគេអាចនឹងមិនមានភាគរយចុច spam យើងច្រើនធ្វើឲ្យ group របស់យើងអាចទាញសមាជិកបានច្រើន account របស់យើងក៏ងាយខូចដែរអញ្ចឹងណា account របស់យើងវានឹងខូចបើសិនយើងទាញរាល់ថ្ងៃនេះទៅថ្ងៃវាគង់ជួបដំណើរគេទៅចុច spam ហើយប៉ុន្តែក៏យើងអាចប្រើបានយូរដែរប្រសិនបើយើងគ្រប់តាមគោលការណ៍ហើយធ្វើឲ្យគ្រប់របស់យើងមានមាតិកាល្អៗអីចឹងទៅអានេះគឺកាត់បន្ថយអញ្ចឹង account មួយយើងអាចប្រើបានយូរតែមកទៅវាខូចបាទនៅក្នុងនេះធ្វើgroup ចប់ទី2នេះគឺកំពុងតែបាទចិត្តចប់ហើយបាទវាបាន 35,000 ហើយវារឿងយូរបន្តិចបាទអញ្ចឹងហើយមិនថា group របស់យើងកាន់តែធំការដែលយើងទាញលើកដំបូងនោះយើងបើក skip duplicate នេះវារៀងយូរបន្តិចដើម្បីអីដើម្បីការពារសមាជិកស្ទួននៅពេលដែលវាធ្វើការscrape យកធ្វើបច្ចុប្បន្នភាពរៀបរយហើយនោះលើកក្រោយនោះលឿនទេបាទយើងចាប់ផ្ដើម start លើកក្រោយមិនយូរទេមួយ plate គឺហើយកន្លែងហ្នឹងអញ្ចឹងអានេះក៏បាន complete ហើយបាទទាញបាន72នាក់នៅជាប់ទី3នេះកំពុងដំណើរការទាញបាន143នាក់បាទជាប់ទី3ជាប់ទី3នេះគឺខ្ញុំដាក់8នាក់តែម្ដងបាទដែលយើងយក default ដាក់8នាក់អញ្ចឹងវាទាញយកទាំង8នាក់ម្ដងតែម្ដងកន្លែងហ្នឹងហើយយើងពេលយើង click ត្រង់ជាប់ទី3ហើយយើងចូលមកមើល account យើងជាប់ទី3នេះរត់8នាក់បាទជាប់ទី3នេះរត់8នាក់តែម្ដងណាគឺអញ្ចឹងវាអាចរត់បាន8នាក់អញ្ចឹងវាអត់ជាប់ limit កន្លែងនេះមានន័យថា account យើងក៏វាល្អវាបានសម្រាប់បានពេញអញ្ចឹងទៅគឺវាអត់ limit ទេកន្លែងនេះអញ្ចឹងណាប៉ុន្តែខ្ញុំសូមលើកទឹកចិត្តថារត់ម្ដង4អញ្ចឹងទៅដូចជាប់ទី1នេះបាទរត់ម្ដង4ហើយរត់សម្រាប់15នាទីយើងរត់ម្ដងទៀតអញ្ចឹងទៅដើម្បីឲ្យ account របស់យើង account ចាស់នោះគឺវាតែងតែប្រឈមជាមួយ account ចាស់នោះគឺវាធ្វើការច្រើនក្នុងពេលអញ្ចឹងទៅវាត្រូវបាន Telegram limit ដែរអញ្ចឹងវានឹងឃើញសញ្ញា limit នៅត្រង់ចំណុចនេះអញ្ចឹងបើសិនបើយើងដាក់8ពេញអញ្ចឹងទៅវាអាចនឹងប្រឈមណាយើងអានេះដោយសារតែ account នេះវារត់បានពេញមិនជួប limit នេះដោយសារតែ account នេះគឺ account ដែលវាសម្រាប់យូរហើយបើវាសម្រាប់យូរហើយអញ្ចឹងទៅគឺវាអាចទាញបាន8ពេញអញ្ចឹងទៅអញ្ចឹងតាមធម្មតាបើយើងទាញរាល់ថ្ងៃបានទៅ account ទី5វានឹង limit កន្លែងនេះយើងឲ្យធ្វើឲ្យយើងខាតពេលវេលាយ៉ាងវិញអញ្ចឹងរត់ម្ដង4សម្រាប់15នាទី10នាទី15នាទី20នាទីក៏បានអាហ្នឹងហើយយើងរត់ម្ដងទៀតដូចចប់ទី1នេះហើយចប់ទី1នេះឥឡូវយើងចូលមកចប់ទី1ចប់ទី1នេះយើងមើលបាទវារត់ពេញរបស់វាបាទចប់ទី1រត់ពេញរបស់វា8នាក់អីចឹងទៅអានេះ spam account ដែល spam អត់បានយកមកប្រើទេគេ spam វាដេកឈឹងអត់បានយកមកប្រើទេអត់មានចំនួនអីហ្នឹងទេយើងបាន8អញ្ចឹងកាលណាតែបាន8នេះគឺ account របស់យើងល្អក្នុងមួយថ្ងៃគឺយើងទាញ8ហ្នឹងកុំឲ្យច្រើនពេកគឺយើងអាចនឹងជួបបញ្ហា account របស់យើងសុខភាពមិនសូវល្អអូខេឥឡូវនេះជាប់ទី2ទៅធ្វើការដំណើរការហើយវាកំពុងតែទាញយកអូខេបាទយើងមើលចូលតជាប់ទី2បាទវាដំណើរការយើងឃើញថាព័ត៌មានត្រង់ចំណុចគឺបង្ហាញដែរ account នៅពេលដែលវាទាញវាធ្វើការអង្គចាំ5.47 វិនាទីអញ្ចឹងទៅវាធ្វើការ random ដើម្បីកុំឲ្យ Telegram ធ្វើការ limit យើងអញ្ចឹងវាបត់បែនកុំឲ្យញាប់ពេល server របស់ Telegram មិនមែនអនុញ្ញាតឲ្យយើងធ្វើការទាញញឹកញាប់លឿនពេកទេ
ដើម្បីមើលថែអំពី server របស់គេដែរកុំឲ្យ traffic ហ្នឹងគឺវានេះអញ្ចឹងគឺវាឲ្យយើងទៅរងចាំមានថេរវេលាអីចឹងដែរអត់មានយើងធ្វើការញាប់ខ្លាំងពេកបាទឥឡូវនេះធ្វើការ complete ហើយបាទចោលទី2បាទចោលទី2 complete ទីបាន31នាក់ទីបាន31នាក់ឃើញទេបាទនៅចោលទី2នេះគឺយើងដាក់8នាក់តែម្ដងបាទយើងរត់8ពេញចោលទី2យើងរត់8ពេញរត់8ពេញយើងឃើញត្រង់ចំណុចនេះaccount ទី5វាធ្វើការ float អញ្ចឹងវាធ្វើការ float អញ្ចឹងដោយសារតែ account ទាំងអស់នេះគឺយើងប្រើនេះខ្លាំងពេកអញ្ចឹងមានន័យថាដល់ពេលយើងដាក់8នាក់អញ្ចឹងទៅវា float 6 7នាទីអញ្ចឹងទៅយើងវាទាញបាន float ជាប់ float អញ្ចឹងទៅការដែលជាប់ float នេះគឺមិនចង់ឲ្យវាជាប់ float ទេអញ្ចឹងយើង edit ជាប់របស់យើងនេះជាប់ទី2នេះយើង edit វាមកយើងដាក់ទី4នាក់អញ្ចឹងទៅក្នុង account មានតែ account មួយដាក់4នាក់បានហើយដាក់4នាក់បាទយើង save ទៅយើងឲ្យវារត់4នាក់បានហើយកុំឲ្យវារត់តម្រង់8អញ្ចឹងដោយសារតែ account របស់យើងវា account ដែលចាស់ប្រើយូរហ្នឹងគឺយើងនឹងជួប limit ច្រើនបាទទាញបានទី5ហ្នឹងគឺ limit តែម្ដងភាគច្រើនគឺទី5 limit ហើយដល់ទី7 limit អញ្ចឹងទៅ limit នេះគឺវាកំណត់ឲ្យយើងរងចាំហ្នឹងណាយើងមិនចង់ឲ្យវាជួបការរងចាំហ្នឹងយើងពិបាកពីព្រោះធ្វើការទាញទៅវាមិនព្រមគ្នាយើងខាតចំនួននេះអញ្ចឹងទៅខាតចំនួនទាញចូលអញ្ចឹងយក4ចប់4អង្គ15នាទី10នាទីរត់ម្ដងទៀតបាទឥឡូវខ្ញុំធ្វើការបិទយើងសង្កេតមើលថា account ជាប់ទី2នេះអញ្ចឹងយើងធ្វើការបិទ system ហើយធ្វើការបើកឡើងវិញហើយទៅ check មើលជាប់ទី2ជាប់ទី2នៅពេលធ្វើការបច្ចុប្បន្នភាពម្ដងហើយវាយូរប៉ុន្តែយើងពេលដែលយើងចាប់ផ្ដើមលើកទី2វាលែងធ្វើការបច្ចុប្បន្នភាពយូរទៀតហើយពីព្រោះវាមានសមាជិកក្នុងការផ្ទៀងផ្ទាត់រួចហើយអញ្ចឹងយើងធ្វើការ start យើងនៅពេលដែលយើងបើកយើងធ្វើការ start ជាប់ទី1ជាប់ទី3ជាប់ទី2អីតទៀតយ៉ាងទៅប៉ុន្តែជាប់ទី1នេះជាប់ទី3នេះវាដូចជាអស់ហើយឥឡូវយើងមើលជាប់ទី2នេះជាប់ទី2នេះយើងធ្វើការ start យើងធ្វើការ start វាលែងធ្វើបច្ចុប្បន្នភាពទៀតហើយវាលែងធ្វើបច្ចុប្បន្នភាពយូរទៀតហើយវាធ្វើការដំណើរការតែម្ដងវាធ្វើការដំណើរការទាញតែម្ដងអាហ្នឹងប៉ុន្តែយើងមើលវាជាប់ទី2នេះគឺបាទវានៅជាប់ limit អញ្ចឹងជាប់ limit វាអត់ដំណើរការទេវាដំណើរការតែអាណាដែលវាមិនជាប់អញ្ចឹងវាប្រកាសតែឈប់ហើយប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញនេះពេលដែលយើងចាប់ start មកគឺវាអត់ចាំបាច់ធ្វើបច្ចុប្បន្នភាពទេវាធ្វើការទាញយកតែម្ដងអានេះវាឈប់ទៅអត់មានទាញបាននេះដោយសារអីវាកំពុងជាប់ limit ឡើយជាប់ limit អាពី account នេះ ban ពេលដែល ban គឺវាបង្ហាញហើយ ban នេះគឺវា ban នេះពី account នេះវាមិនមែន ban ខូចទេនឹងសារនេះគឺវាដាក់ថា ban លើសកម្មភាពក្នុងក្រុមមានន័យថា account នេះវាមិនខូចទាំងស្រុងទេគ្រាន់តែវា ban មិនឲ្យធ្វើសកម្មភាពក្នុងក្រុមបានដូចជាការទាញដូចជាការអីហ្នឹងគឺអត់ឲ្យទេអញ្ចឹង account នេះគឺចោលហើយវានឹងចេញសញ្ញាបែបនេះតែបើវាចេញសញ្ញា ban ខ្វែងនេះ account នោះខូចតែម្ដងចូលលេងកើតអានេះយើងអាចចូលទៅកើតអីបានប៉ុន្តែมันអាចធ្វើសកម្មភាពលើគ្រប់បានទេมันអាចទាញសមាជិកបានទេវាស្មើនឹង ban ដូចគ្នាទេគ្រាន់ថាវាអត់ខូចអញ្ចឹងយើងអាចធ្វើការដូរឥឡូវឧទាហរណ៍ថាធ្វើការដូរខ្ញុំធ្វើការដូរclick save អូខេឥឡូវមានន័យថាជាប់ទី2នេះខ្ញុំដាក់ account 10 account បាទខ្ញុំពិនិត្យមើល test តែ8អូខេដាក់ test 10ដែរ
ទី2ដូចជាមានបញ្ហាដោយសារតែខ្ញុំបង្កើតជាប់ទី2នេះវានៅក្នុង account A ហើយខ្ញុំដូរវាមកក្នុង account B វិញអញ្ចឹងវាមានបញ្ហាមិនប្រក្រតីត្រង់ចំណុចនេះគឺដើម្បីកែសម្រួលយើងធ្វើការលុបចោលចោលតែម្ដងហើយយើងបង្កើតចោលថ្មីអញ្ចឹងទៅអូខេ target group បាទនេះ account របស់ខ្ញុំដែលមានចំនួន 40000 ហើយធ្វើការ select យក escape group បាទ3មក9អញ្ចឹងមកដូរ group យកពី42ដល់60អីអញ្ចឹងទៅបាទ42មក60យក10 straight អីអញ្ចឹងទៅបាទហើយ4បន្តមកទៀត click save ហើយខ្ញុំចង់បង្ហាញថាអូខេឥឡូវនេះយើង start ចប់ទី2ដែលយើងបាន config ថ្មីមិញនេះចង់បង្ហាញថានៅពេលដែលយើងធ្វើបច្ចុប្បន្នភាពម្ដងហើយនោះលើកទី2អត់ចាំបាច់ធ្វើបច្ចុប្បន្នភាពទៀតទេណា account វាចាប់ផ្ដើមចូលទៅហើយធ្វើការទាញតែម្ដងបាទនេះវាដំណើរការទាញតែម្ដងអញ្ចឹងបច្ចុប្បន្នភាពលើកទី1ដែលយើងធ្វើការ skip ចំពោះgroup របស់យើងដែលមានចំនួនលើសពី 10000 នាក់បាទចូលនៅក្នុងពេលនេះវាកំពុងតែធ្វើការច្រោះយកនៅសមាជិកនេះបាទហើយធ្វើការទាញតែម្ដងអត់ចាំបាច់ធ្វើបច្ចុប្បន្នភាពម្ដងទៀតទេក្នុងពេលនេះគេកំពុងតែច្រោះបាទវាកំពុងតែទាញបានចំនួន10នាក់ដែលយើង filter យកស្រី 70% អញ្ចឹង profile ពាក្យច្រើននេះគឺស្រីហើយអាចមានភាពលម្អៀងខ្លះប៉ុន្តែតិចតួចយើងអាចទទួលយកបានអូខេនៅក្នុងវីដេអូនេះខ្ញុំបានបង្ហាញពីវិធីក្នុងការធ្វើការទាញសមាជិកចូលនៅក្នុង group ដែលយើងអាចទាញបាននោះគឺ public group និងprivate group ហើយយើងអាចធ្វើការជ្រើសរើសនៅសមាជិកដែលមានការអនឡាញក្នុងរយៈពេលណាមួយក្នុងប្រហែលថ្ងៃមុន7ថ្ងៃមុនក្នុងមួយខែមុនឬមួយក៏សមាជិកដែលអនឡាញក្នុងបច្ចុប្បន្នភាពយ៉ាងនេះហើយអាចធ្វើការទាញសមាជិកទៅតាមភេទប្រុសភេទស្រីឬមួយក៏ទាញបានទាំងពីរភេទអូខេហើយនៅក្នុង Telegram Manager នេះគឺអនុញ្ញាតឲ្យយើងធ្វើការគ្រប់គ្រងទៅលើ Telegram ជាច្រើននៅក្នុង folder ផ្សេងគ្នាហើយបង្កើតជា job ដើម្បីឲ្យយើងងាយស្រួលក្នុងការធ្វើការ configuration ដើម្បីរៀបចំនៅកិច្ចការងាររបស់យើងហើយយើងធ្វើការងារចាប់ផ្ដើមទាញនៅលើក្រោយទៀតមិនពិបាកហើយក៏យើងអាចធ្វើការងារទាញម្ដងបានច្រើនគ្រប់ដែរដើម្បីឲ្យយើងចប់គ្រប់មួយចូលគ្រប់មួយដោយស្វ័យប្រវត្តិមិនចាំបាច់ឲ្យមានការអាក់ខានបាទសូមអរគុណសង្ឃឹមថាបងប្អូននឹងអាចយល់បាននៅក្នុងវីដេអូនេះវារៀងវែងបន្តិចប៉ុន្តែខ្ញុំចង់បញ្យល់ឲ្យមានភាពខ្វះក្បាយដើម្បីបងប្អូនយើងអាចងាយស្រួលក្នុងការប្រើប្រាស់នៅ tool Manager Telegram Manager នេះដោយមានប្រសិទ្ធភាព